នេះគឺជាវីដេអូដែលបង្ហាញអំពីរបៀបដោះប្លុកឆាត Messenger ថ្មីដែលខ្ញុំបង្ហាញជាអក្សរខ្មែរអញ្ចឹងសម្រាប់បងប្អូនយើងដែលអត់ចេះភាសាអង់គ្លេសទេអាចមើលវីដេអូនេះបានអូខេអញ្ចឹងតោះយើងទៅអនុវត្តទាំងអស់គ្នាជំហានដំបូងយើងចុចបើក app Messenger របស់យើងមកបន្ទាប់មកទៀតបងប្អូនត្រូវរកសញ្ញាត្រី3បាទនេះនៅខាងក្រោមពេលខាងស្ដាំនេះកន្លែងពាក្យថា menu បាទជាអក្សរខ្មែរបាទចុចកន្លែងត្រី3ហ្នឹងមកបន្ទាប់មកទៀតបងប្អូនរកពាក្យថាការកំណត់នេះសញ្ញាកងចាក់ហ្នឹងបាទខ្ញុំបង្ហាញអក្សរខ្មែរស្រួលមើលតែម្ដងធ្វើចុចលើការកំណត់ហើយបងប្អូនអូសមកក្រោមមកបាទយើងរកមើលពាក្យថាឯកជនភាពនិងសុវត្ថិភាពនេះបាទហ្នឹងចុចលេខហ្នឹងហើយបងប្អូនអូសមកក្រោមរកមើលពាក្យថាគណនីដែលត្រូវបានរាំងខ្ទប់បាទនេះអូខេចុចលើហ្នឹងមកបាទបន្ទាប់មកទៀតបងប្អូននឹងឃើញអ្នកដែលបងប្អូនបានប្លុកឬក៏រាំងខ្ទប់ទាំងអស់នៅកន្លែងនេះបាទយើងប្លុកប្រមាណអ្នកគឺវាជាប់នៅក្នុងនឹងទាំងអស់កន្លែងហ្នឹងវាបានកត់ត្រាថ្ងៃដែលយើងបានប្លុកហ្នឹងណាបាទថ្ងៃដែលយើងបានប្លុកចាប់ពីថ្ងៃណាខែណាឆ្នាំណាគឺវាកត់ត្រាទុកនៅកន្លែងនេះខាងចុងនៃ account ដែលយើងបានប្លុកអញ្ចឹងណាបាទអូខេអញ្ចឹងយើងចង់ដោះប្លុកមួយណាយើងចុចទៅលើ profile ឬក៏ឈ្មោះរបស់គេមួយនឹងមកឧទាហរណ៍ថាខ្ញុំចង់ដោះប្លុកម្នាក់ឈ្មោះមីរៀលនេះខ្ញុំចុចទៅលើឈ្មោះមីរៀលបន្ទាប់មកយើងចុចពាក្យថាដោះការរាំងខ្ទប់ពណ៌ខៀវនោះបាទចុចមកអូខេតែប៉ុណ្ណឹងគឺរួចរាល់ហើយបាទយើងចង់ដោះប្លុកបន្ថែមទៀតយើងដោះដូចមិញម្ដងមួយមកបាទតែខ្ញុំចង់ដោះតែមួយនឹងទេតែអញ្ចឹងឥឡូវយើងដោះហើយយើងថយក្រោយវិញមកថយក្រោយហើយចូលកន្លែងការចែកនេះបាទអញ្ចឹងបន្ទាប់ពីយើងដោះប្លុកគេហើយគឺវាអត់ចូលនៅក្នុងកន្លែងនេះទេបាទតោះតែយើងសរសេរឈ្មោះគេនៅកន្លែងនេះមកកន្លែងពាក្យថាស្វែងរកនេះបាទចុចទៅលើកន្លោហ្នឹងមកបាទហើយយើងសរសេរឈ្មោះគេអ្នកដែលយើងដោះប្លុកមិញឈ្មោះអីយើងសរសេរឈ្មោះគេក្នុងមកបាទចឹងអ្នកមិញឈ្មោះមីរៀលខ្ញុំសរសេរឈ្មោះមីរៀលតែម្ដងបាទនេះនៅខាងលើគេនេះបាទអញ្ចឹងយើងចុចទៅលើឈ្មោះមីរៀលទៅហើយយើងអាចចាប់ផ្ដើមការសន្ទនាតំណគ្នាឡើងវិញបានហើយបាទអាចឲ្យមេដៃគេមួយទៅដើម្បីឲ្យវាជាប់នៅក្នុងកន្លែងផ្ទាំងដើមនៃឆាតរបស់យើងបាទបងប្អូនឃើញនេះកន្លែងនេះអូខេអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍សូមកុំភ្លេចជួយចុចពាក្យជាវឬក៏ Subscribe Channel របស់ខ្ញុំម្នាក់មួយផងហើយបើសិនជាគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍សូមកុំភ្លេចជួយចុច Subscribe ឬក៏ជាវអាច like comment ហើយបើសិនជាអាចបងប្អូនអាច share វីដេអូនេះទៅកាន់បងប្អូនយកទៅទៀតឲ្យគាត់បានមើលផងអរគុណ